ក្រោយពីទស្សកាន់បានចាប់នាងសីតាយកទៅព្រះរាមនិងព្រះលក្សណ៍បានដើររកនៅក្នុងព្រៃក៏បានជួបជាមួយនឹងគ្រុឌមាសធំមួយគ្រុឌមាសពេលដែលបានឃើញព្រះរាមនិងព្រះលក្សណ៍ក៏អោនក្រាបគោរពក៏ទទួលដំណឹងថាព្រះរាមនិងព្រះលក្សណ៍កំពុងតែស្វែងរកនាងសីតាគ្រុឌមាសក៏បាននិយាយប្រាប់ថាយៈទស្សកាន់បានចាប់យកទៅក្រុងលង្កាបាត់ទៅហើយទទួលដំណឹងនេះហើយព្រះរាមនិងព្រះលក្សណ៍ក៏បន្តដំណើរទៅមុខទៀតដោយមានភាពអស់កម្លាំងព្រះរាមនិងព្រះលក្សណ៍ក៏ទៅសម្រាកនៅក្រោមដើមឈើធំមួយព្រះរាមដេកលក់ព្រះលក្សណ៍អង្គុយពីក្រោយបក់ឲ្យព្រះរាមព្រះលក្សណ៍មានសកម្មភាពមើលថែព្រះរាមដោយការពិជាតិមុនអញ្ចឹងព្រោះថាព្រះរាមជាតិមុនគឺជាខ្យងសាំងនិងរាជបល្ល័ង្ករបស់ព្រះនរាយណ៍ដូចនេះហើយទៅមកដល់ជាតិនេះនៅតែមើលថែព្រះរាមសពបែបយ៉ាងទាំងអស់ស្រាប់តែពេលនោះហនុមានបានលូតចុះលូតឡើងនៅលើដើមឈើព្រះលក្សណ៍ឃើញដូចនេះក៏ពុំហ៊ានស្រែកដេញព្រោះខ្លាចភ្ញាក់ព្រះរាមពីដំណេកពេលដែលព្រះរាមភ្ញាក់ដឹងខ្លួនមើលទៅហនុមានឃើញថាហនុមានមានចង្កុំកែវនិងរោមពេជ្រព្រះរាមក៏លាន់មាត់ថានេះមិនមែនជាស្វាធម្មតាទេលក្សណ៍ព្រះលក្សណ៍ក៏ឆ្ងល់ហេតុអ្វីបានជាបងមើលឃើញដល់ថ្នាក់ហ្នឹងខ្ញុំមើលឃើញត្រឹមតែស្វាធម្មតាប៉ុណ្ណោះដល់ពេលដែលហនុមានបានឮព្រះរាមនិយាយឃើញថាខ្លួនមានចង្កូមកែវនិងរោមពេជ្រគិតថានេះគឺជាមនុស្សដែលខ្លួនកំពុងតែស្វែងរកក៏លុតចុះមកលិតជង្គង់ថ្វាយបង្គំព្រះរាមហើយក៏រៀបរាប់ថាម្ដាយរបស់ខ្លួនបានប្រែផ្ដាំថាប្រសិនបើមាននរណាម្នាក់អាចមើលឃើញចង្កូមកែវនិងរោមពេជ្ររបស់ខ្លួនអ្នកនោះហើយគឺជាព្រះរាមអវតារមកចាប់ជាតិឲ្យខ្ញុំតាមបម្រើព្រះអង្គឲ្យអស់ពីសមត្ថភាពហនុមានក៏និយាយទៀតថាព្រះអង្គផ្លូវទៅក្រុងលង្កាមិនងាយស្រួលទេទាន់តែព្រះអង្គមានកងទ័ពនិងបព្វពួកច្រើនទើបអាចទៅដល់ប្រសិនបើព្រះអង្គត្រូវការទុកឲ្យខ្ញុំជាអ្នករកព្រោះខ្ញុំស្គាល់ខ្ញុំមានគ្នាច្រើនដែលមានបព្វពួកកងទ័ពច្រើនប៉ុន្តែឥឡូវនេះខ្ញុំមិនមានយុទ្ធសាស្ត្រទេព្រោះខ្ញុំត្រូវបណ្ដាសាររបស់ព្រះម៉ែដែលជាប្រពន្ធរបស់ព្រះសិវៈដោយសារតែខ្ញុំបានចូលទៅបំផ្លាញចំការរបស់គាត់ថាប្រសិនបើខ្ញុំចង់ដោះបណ្ដាសារនេះបាននៅពេលដែលខ្ញុំជួបព្រះរាមសូមឲ្យព្រះរាមអង្អែលក្បាលខ្ញុំនោះកម្លាំងយុទ្ធសាស្ត្ររបស់ខ្ញុំនឹងមានដូចដើមវិញពេលនោះព្រះរាមក៏យកដៃទៅអង្អែលក្បាលហនុមានស្រាប់តែពេលនោះហនុមានមានពលឺចាញ់ចាំងចេញពីខ្លួនហើយក៏បានហោះឡើងទៅក្នុងអាកាសបានប្រែក្រឡាខ្លួនមានក្បាល3និងដៃ6ហនុមានបានស្ងាត់ចេញផ្កាមាសជាច្រើនហោះចេញពីមាត់របស់ហនុមានបន្ទាប់ពីហនុមានមានយុទ្ធសាស្ត្រវិញហនុមានក៏បានទៅហៅសុគ្រីពឲ្យមកជួបជាមួយនឹងព្រះរាមពេលដែលសុគ្រីពមកជួបព្រះរាមក៏បានសុំឲ្យព្រះរាមនឹងជួយចាត់ការពាលីដោយសារតែពាលីបានយល់ច្រឡំលើខ្លួនថាខ្លួននឹងចង់ដណ្ដើមរាជបល្ល័ង្កហើយពាលីក៏បានបណ្ដេញខ្លួនចេញពីរាជវាំងព្រះរាមក៏ឆ្លើយតបវិញថារឿងនេះជារឿងរបស់បងប្អូនអ្នកទាំងពីរខ្ញុំមិនអាចលូកដៃបានទេសុគ្រីពក៏យំហើយនិយាយថាព្រះអង្គមិនជួយក៏មិនអីដែរតែសូមព្រះអង្គនឹកទៅដល់រឿងមួយកាលនោះខ្ញុំនិងបងពេលីបានសាងស្នាដៃល្អឲ្យឋានសួគ៌ព្រះឥសូរគាត់បានផ្ដល់អំណោយឲ្យពួកខ្ញុំដោយប្រអប់មួយមានរូបស្រីឈ្មោះនាងតារាផ្ញើតាមបងពេលីឲ្យមកខ្ញុំប៉ុន្តែបងពេលីគាត់មិនយកឲ្យខ្ញុំទេគាត់យកទៅធ្វើជាប្រពន្ធរបស់ខ្លួនឯងពេលនោះព្រះនរាយណ៍ក៏នៅទីនោះដែរហើយព្រះនរាយណ៍គាត់បារម្ភខ្លាចពេលីមិនយកប្រអប់នោះមកឲ្យខ្ញុំពេលនោះពេលីក៏បានស្បាត់ចំពោះមុខឥសូរនិងព្រះនរាយណ៍ថាប្រសិនបើគាត់មិនយកប្រអប់នោះមកឲ្យខ្ញុំទេសូមឲ្យគាត់ស្លាប់នៅក្នុងដៃព្រះនរាយណ៍ព្រះរាមក្រោយពីស្ដាប់សុគ្រីវព្រះអង្គក៏មានអារម្មណ៍ថាចងចាំពីអតីតជាតិរបស់គាត់ជាតិមុនគាត់គឺពិតជាព្រះនរាយណ៍ហើយបានឮពេលីស្បាត់បែបនេះមែនដូចនេះហើយព្រះរាមក៏យល់ព្រមជួយសុគ្រីពបានទៅបញ្ឆោតឲ្យពេលីចេញមកប្រយុទ្ធជាមួយគ្នានៅលើអាកាសលើដុំពពកចិត្តទីតាំងព្រះរាមស្នាក់នៅសុគ្រីពនិងពេលីកំពុងតែវាយតប់គ្នាព្រះរាមក៏បានទាញធ្នូលើកឡើងបាញ់តម្រង់ទៅពេលីពេលនោះគ្រាប់ព្រួញក៏ហោះទៅបំរុងនឹងបុកដើមទ្រូងរបស់ពេលីប៉ុន្តែពេលីចាប់ជាប់ទិសត្បិតតែពេលីអាចចាប់ផ្លែព្រួញនេះជាប់ប៉ុន្តែផ្លែព្រួញនៅតែចង់ចាក់ទម្លុះបេះដូងរបស់ពេលីក៏សម្លឹងមើលមកព្រះរាមពេលនោះពេលីឃើញព្រះរាមប្រែក្រឡាទៅជាព្រះនរាយណ៍ក្រោយពីប្រែក្រឡាហើយព្រះនរាយណ៍ក៏បាននិយាយទៅកាន់ពេលីថាយើងមកទាមទារពាក្យសម្បត្តិដែលឯងបានស្បត់ជាមួយយើងពេលនោះពេលីក៏ដឹងខ្លួនខុសពេលីនិងសុគ្រីពក៏បានមកបត់ជើងសំពះព្រះរាមហើយសុំទោសប្អូនដោយទទួលស្គាល់ថាទាំងអស់នេះគឺជាកំហុសរបស់ខ្លួនព្រះរាមពេលដែលឮពេលីទទួលកំហុសនេះហើយព្រះរាមពេលដែលឃើញពេលីទទួលកំហុសក៏បាននិយាយថាព្រមឲ្យយើងជួយអត់យើងអាចឲ្យផ្លែធ្នូនេះមុតដើមទ្រូងរបស់ឯងតែបន្តិចប៉ុណ្ណោះពេលីក៏បាននិយាយតបមកវិញថារឿងរ៉ាវកើតឡើងដល់ដំណាក់កាលនេះទៅហើយខ្លួនសុខចិត្តស្លាប់ហើយក៏បានសុំទោសប្អូនសុគ្រីពឲ្យបងសុំទោសបងពិតជាធ្វើខុសចំពោះប្អូនបងសុំផ្ញើកូនបងផងឈ្មោះអង្គតឲ្យនៅជាមួយឯងផងសូមឯងស្រឡាញ់គេឲ្យដូចជាកូនបង្កើតរបស់ឯងជួយមើលថែព្រះនគរយើងជំនួសបងផងពេលនោះពេលីក៏បានប្រឡែងផ្លែព្រួញនោះហើយផ្លែព្រួញក៏បុកទម្លុះបេះដូងរបស់ពេលីទៅពេលីក៏បានស្លាប់នៅក្នុងឈុតនោះយើងចូលដល់ឈុតក្រោយសុគ្រីពបាននាំអង្គតនិងចម្ពូពេណូទាំងកងទ័ពស្វាមួយវងធំមកជួបជាមួយនឹងព្រះរាម